លោកដូណាល់ត្រាំនឹងជួបជាមួយលោកគីមចុងអ៊ុនខណៈអាមេរិកនិងកូរ៉េខាងត្បូងកាត់បន្ថយសម្ពាធយោធាប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានប្រកាសថាលោកនឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុននៅចុងឆ្នាំនេះសូមជួយចុច Subscribe Channel YouTube SNT Voice ដើម្បីទទួលបានព័ត៌មានអន្តរជាតិថ្មីៗជុំវិញពិភពលោកលោកត្រាំបានប្រកាសគម្រោងជួបជាមួយមេដឹកនាំកូរ៉េខាងជើងនេះត្រឹមប៉ុន្មានថ្ងៃក្រោយពេលលោកបានឲ្យសហរដ្ឋអាមេរិកកាត់បន្ថយសម្ពាធយោធារួមជាមួយកូរ៉េខាងត្បូងលោកត្រាំក៏ធ្លាប់បាននិយាយថាលោកពិតជាស្ដាយដែលពីមុនមកថ្នាក់ដឹកនាំសហរដ្ឋអាមេរិកធ្លាប់យល់ព្រមធ្វើសម្ពាធយោធារួមជាមួយកូរ៉េខាងត្បូងនៅពេលត្រូវបានសួរថាតើលោកមានគម្រោងជួបលោកគីមនៅឆ្នាំ2026ដែរឬទេលោកត្រាំបានឆ្លើយថាបាទខ្ញុំនឹងជួបនេះនឹងក្លាយជាជំនួបលើកដំបូងរវាងមេដឹកនាំទាំងពីរចាប់តាំងពីលោកត្រាំចាប់ផ្ដើមអាណត្តិទី2ក្នុងការប្រកាសពីគម្រោងជួបលោកគីមលោកត្រាំក៏បាននិយាយអំពីឃ្លាំងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងផងដែរលោកត្រាំបាននិយាយថាខ្ញុំស្គាល់គីមចុងអ៊ុនច្បាស់ណាស់ហើយគាត់នឹងមិនមានបញ្ហាអ្វីឡើយប្រសិនបើយើងមានប្រធានាធិបតីដែលឆ្លាតវៃលោកបានបន្ថែមថាកាលដែលលោកមានទំនាក់ទំនងល្អជាមួយលោកគីមគឺជារឿងល្អមិនមែនរឿងអាក្រក់នោះទេលោកត្រាំបានអះអាងថាលោកគីមមានអាវុធនុយក្លេអ៊ែរដ៏មានឥទ្ធិពលចំនួន57គ្រាប់កាលពីខែមិថុនាវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកហូលបានប៉ាន់ប្រមាណថាកូរ៉េខាងជើងអាចមានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ60គ្រាប់និងមានសារធាតុសម្រាប់ផលិតបន្ថែមយ៉ាងហោចណាស់30គ្រាប់ទៀតលោកត្រាំនិងលោកគីមបានជួបគ្នាចំនួន3ដងក្នុងអាណត្តិទី1របស់លោកត្រាំលោកត្រាំធ្លាប់និយាយថាមេដឹកនាំទាំងពីរបានលងស្រឡាញ់គ្នាបន្ទាប់ពីបានផ្ញើសារសម្បត្តិមួយចំនួនទៅកាន់គ្នានៅក្នុងរយៈពេលប្រមាណថ្ងៃចុងក្រោយលោកត្រាំបានបង្ហើបថាលោកអាចមានការតាក់ទងជាមួយលោកគីមប៉ុន្តែមិនបានបញ្ជាក់ថាមេដឹកនាំទាំងពីរបានពិភាក្សាពីរឿងអ្វីខ្លះនោះទេលោកស្រីគីមយូជុងប្អូនស្រីរបស់លោកគីមចុងអ៊ុនបាននិយាយថាលោកស្រីមិនបានដឹងអំពីការតាក់ទងគ្នាដែលត្រូវបានរាយការណ៍នោះទេប៉ុន្តែបានចាត់ទុកទំនាក់ទំនងរវាងលោកគីមនិងលោកត្រាំថាមានភាពជិតស្និទ្ធនិងល្អប្រសើរការប្រកាសនេះធ្វើឡើងបន្ទាប់ពីលោកត្រាំបានបញ្ជាឲ្យក្រសួងការពារជាតិអាមេរិកកាត់បន្ថយសម្ពាធយោធារួមដែលក្រុងធ្វើជាមួយកូរ៉េខាងត្បូងលោកបាននិយាយថាសម្ពាធទាំងនេះមានការចំណាយខ្ពស់ហើយការធ្វើបែបនេះប្រៀបដូចជាផ្ញើសារពីសកម្មភាពមិនសមស្របនិងជាសញ្ញាប្រឆាំងទៅកាន់កូរ៉េខាងជើងលោកត្រាំក៏បានសរសើរកូរ៉េខាងជើងថាមានអាកប្បកិរិយាល្អប្រសើរនៅពេលលោកកាន់តំណែងជាប្រធានាធិបតីបើទោះបីលោកត្រាំមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់សម្រាប់ជំនួបជាមួយលោកគីមក៏លោកគ្រងនឹងធ្វើដំណើរទៅប្រទេសចិននៅខែវិច្ឆិកាដើម្បីចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកសម្ពាធយោធាអាមេរិកកូរ៉េខាងត្បូងត្រូវបានកាត់បន្ថយសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានកាត់បន្ថយរយៈពេលសម្ពាធយោធាប្រចាំឆ្នាំពី11ថ្ងៃមកត្រឹម5ថ្ងៃព្រមទាំងកាត់បន្ថយការហ្វឹកហ្វឺននៅតាមទីលានមួយចំនួនបន្ទាប់ពីលោកត្រាំចេញបញ្ជាការផ្លាស់ប្ដូរនេះត្រូវបានប្រកាសកាលពីថ្ងៃពុធគណៈរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយីកំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងដើម្បីពិភាក្សាអំពីសន្តិសុខក្នុងតំបន់ដែលរំពឹងថានឹងផ្ដោតលើស្ថានភាពនៅឧបទ្វីបកូរ៉េប្រធានាធិបតីកូរ៉េខាងត្បូងលោកលីជេប៊ីយ៉ុងបានស្វាគមន៍ចំពោះជំហររបស់លោកត្រាំដោយនិយាយថាលោកទទួលស្គាល់ឆន្ទៈនិងកិច្ចខិតខំប្រឹងប្រែងរបស់លោកត្រាំក្នុងការបង្កើតលក្ខខណ្ឌសម្រាប់កិច្ចសន្ទនាជាមួយកូរ៉េខាងជើងលោកបានសរសេរនៅលើបណ្ដាញសង្គមថាសាររបស់លោកត្រាំលើកនេះបង្ហាញពីការសម្រេចចិត្តដ៏សំខាន់មួយដែលបានពិចារណាយ៉ាងប្រុងប្រយ័ត្នដើម្បីបង្កើតសន្តិភាពនៅឧបទ្វីបកូរ៉េនិងឈានចេញពីភាពជាសត្រូវនិងការប្រឈមមុខដាក់គ្នាជាមួយគ្នានេះកូរ៉េខាងជើងបានថ្កោលទោសសម្ពយុទ្ធនេះដោយហៅសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងថាអ្នកបង្កសង្គ្រាមនិងបដិញ្ញាបន្តប្រើប្រាស់សិទ្ធិការពារខ្លួនរបស់ខ្លួនសូមអរគុណដែលបានតាមដានវីដេអូនេះសន្យាថានឹងជួបគ្នានៅក្នុងព្រឹត្តិការណ៍ក្រោយទៀត